Ok ហ្នឹងហើយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះយើងមានវីដេអូមួយជា special episode តាក់ទិនទៅនឹងការចែកម្លែកនៅបទពិសោធន៍ដែលបាន observe ពីជីវិតដើម្បីយកមក share ជាមួយទាំងអស់គ្នាដើម្បីជួយជំរុញនៃការគិតពិចារណាសម្រាប់ daily life បាទសម្រាប់ជីវិតប្រចាំថ្ងៃណាបាទអញ្ចឹងអានេះជាអីដែលខ្ញុំបានសង្កេតហើយនឹងបានស្វែងយល់ពីជីវិតផ្ទាល់តែម្ដងបាទអញ្ចឹង topic ថ្ងៃនេះដែលយើងយកមកនិយាយមានចំណងជើងថាបាទកុំតូចចិត្តនឹងជីវិតខ្លួនឯងបាទកុំតូចចិត្តនឹងជីវិតខ្លួនឯងបានន័យថាម៉េចកុំតូចចិត្តនឹងជីវិតខ្លួនឯងហ្នឹងបាទអូខេហ្នឹងហើយអញ្ចឹងខ្ញុំដឹងថាសម្រាប់ប្រធានបទ topic មួយមិញវារៀងវែងតែសំណពរមែនតើទាំងអស់គ្នាសូមឲ្យទាំងអស់គ្នាតាមដានមើលវាពីដើមមកដល់ចប់ព្រោះខ្ញុំគិតថាវាអាចនឹងជួយទាំងអស់គ្នាបានច្រើនពង្រៀនទាំងអស់គ្នាឲ្យយល់ពីស្ថានភាពជីវិតបានច្រើនអញ្ចឹងសំណពរឲ្យមើលទាំងអស់គ្នាបាទអរគុណទាំងអស់គ្នាហើយខ្ញុំនឹងព្យាយាមធ្វើវាឲ្យរៀងខ្លីៗដើម្បីគ្នាយើងស្រួលក្នុងការមើលបាទអរគុណថាពេលដែលយើងចាប់ផ្ដើម grow up ពេលដែលយើងចាប់ផ្ដើមធំទៅយើងស្ថិតនៅក្នុងស្ថានភាពមួយដែលយើងចេះគិតចេះពិចារណាចេះចំណែនចេះប្រៀបធៀបខ្លួនឯងជាមួយគេឬក៏អីផ្សេងៗណាចាប់ផ្ដើមចេះមានការគិតទលំទលាយអញ្ចឹងអាពេលយើងមានការគិតទលំទលាយវាមានទាំងការគិតល្អនិងមិនល្អអញ្ចឹងភាគច្រើនខ្ញុំជឿតែម្ដងភាគច្រើនគឺជាពិសេសឈានចូលដល់វ័យមួយដែលយើងឆ្លោះពី18មក20ឆ្នាំជាងហ្នឹងយើងច្បាស់ជាជួបហើយអារម្មណ៍សម្ពាធអារម្មណ៍ផ្សេងៗណាបាទអញ្ចឹងអានេះជាអីដែលខ្ញុំបានរៀនសូត្របាទចំណុចទី1បាទជាបទពិសោធន៍ផ្ទាល់ខ្លួនបាទខ្ញុំធ្លាប់តូចចិត្តរឿងមួយទី1ណាបាទទី1តេតិននឹងការប្រឡង high school បាទប្រឡង grade 12 exam បាទការប្រឡងទី12ណាខ្ញុំតូចចិត្តនឹងរឿងហ្នឹងដោយសារអីគេដោយសារតែខ្ញុំបានប្រឹងប្រែងរៀនសូត្រពីដើមមកហើយរហូតដល់ឆ្នាំប្រឡងហ្នឹងប្រឹងប្រែងពេញមួយឆ្នាំទៀតហើយកាលហ្នឹងដោយសារតែ COVID អញ្ចឹងយើងអត់មានលទ្ធភាពទៅរៀនសាលាយើងរៀនបានត្រឹម Zoom ជាមួយគ្រូរដ្ឋហើយសល់ពេលប្រហែលយើងអត់បានទៅរៀន part time ដូចគេអ្នកដទៃទេគឺយើងប្រឹងរៀននៅផ្ទះរៀនតាម YouTube រៀនតាមសភៅដែលបងប្អូនបានឲ្យដែលបងចរូនខ្ញុំបានឲ្យសភៅច្រើនណាបាទរៀនឡើងអស់សភៅសាគ្រប់មុខហើយបាទរៀនអស់ធ្វើអស់ហើយសុំមិត្តភ័ក្តិសុំកណ្ដាស់មិត្តភ័ក្តិលំហាត់គួរលំហាត់អីគេបាទកាត់ខ្មាស់ឆាតទៅសុំគេអីផ្សេងៗដើម្បីយកមកបានរៀនធ្វើអញ្ចឹងណាអញ្ចឹងនិយាយស្រួលយល់ទៅបានន័យថាមួយឆ្នាំហ្នឹងខ្ញុំ put a lot of effort បានន័យថាខ្ញុំព្យាយាមខ្លាំងយកតែមែនតើប៉ុន្តែមុនពេលប្រឡងប្រហែលជារយៈពេល1ខែឬក៏1ខែជាងណាបាទខ្ញុំបានជួបរឿងមួយដែលមិននឹកស្មានដល់ទេហើយរឿងហ្នឹងក៏ខ្ញុំអត់ដែរប្រាប់ទៅណាគេដែរតែថ្ងៃហ្នឹងខ្ញុំលើកយកមកនិយាយនៅក្នុងវីដេអូនេះបាទគឺមុនប្រឡងប្រហែលជា1ខែជាងហ្នឹងប៉ារបស់ខ្ញុំក៏បានឈឺបានធ្លាក់ខ្លួនឈឺណាបាទជំងឺដូចជាលាកពោះវៀនបាទអញ្ចឹងកាលហ្នឹងគាត់ឈឺធ្ងន់ធ្ងរដែរហើយដល់ពេលអញ្ចឹងទៅវាធ្វើឲ្យយើងដែលជាកូនដែលជាសមាជិកក្នុងគ្រួសារហ្នឹងវាបាត់បង់ទឹកចិត្តកម្លាំងចិត្តអីផ្សេងណាឡើងតែភ័យគិតរឿងហ្នឹងតែអញ្ចឹងដូចជារយៈពេល1ខែខ្ញុំអត់បានបន្តសកម្មភាពរៀនខ្ញុំនឹងទៀតទេខ្ញុំចំណាយពេលនៅផ្ទះដើម្បីមើលការខុសត្រូវការលក់ដូររបស់យើងក៏ដូចជាចាយពេលមើលទៅលើឪពុកអីចឹងផ្សេងទៅហើយសម្រាប់លទ្ធផលការប្រឡងគឺខ្ញុំរំពឹងថាបាន A បាទមិនអួតអីទេទេប៉ុន្តែការនេះគឺយើងរំពឹងអញ្ចឹងមូលហេតុគឺយើង ready ហើយយើងត្រៀមខ្លួនហើយយើង well prepare សម្រាប់ការប្រឡងទាំងអស់ហ្នឹងហើយសូម្បីតែពេលប្រឡងអត់មានភ័យអីទាំងអស់ទៅប្រឡងដោយសារតែយើងដឹងច្បាស់ថាយើងចេះយើងច្បាស់គ្រប់មុខហើយបានន័យថាយើងអាចធ្វើបានគ្រប់មុខហើយទៅប្រឡងគឺអញ្ចឹងមែនអត់មានភ័យធ្វើបានគ្រប់មុខហើយពេលខ្លះសល់ម៉ោងទៀតអញ្ចឹងណាតែដល់ពេល result ចេញមកយើងបានត្រឹមតែ B ទេបាននេះទេត្រឹមតែ B ណាអញ្ចឹងអាហ្នឹងវាជាការតូចចិត្តមួយមែនតើដែលខ្ញុំប្រឹងប្រែងដែរហើយខ្ញុំថែមទាំងមានបញ្ហាទៀតហើយពេលហ្នឹងខ្ញុំចាប់ដើមចេះ pray ចាប់ដើមចេះបន់ស្រន់បួងសួងណាសូមឲ្យប៉ាក៏ធូរស្រាប៉ាក៏ជាហើយសូមឲ្យព្រះជួយបាទខ្ញុំសម្រេចគោលដៅកាលហ្នឹងខ្ញុំចង់បាន A ហ្នឹងដើម្បីបានប្រាក់រង្វាន់និងបាន iPad ជូនបងស្រីខ្ញុំណាព្រោះគាត់ចង់បាន iPad ប្រើយូរហើយកាលហ្នឹងយើងមិនទាន់មានលទ្ធភាពទិញអញ្ចឹងវាជារឿងតូចចិត្តមួយប៉ុន្តែស្រាប់ដល់ពេលខ្ញុំក៏លេខទៅមើលមិត្តភ័ក្ដិខ្ញុំមួយចំនួនទៀតដែលអ្នកខ្លះគាត់ប្រឹងដែរបានន័យថាគាត់រៀនមិនសូវបកាយតែគាត់ប្រឹងមែនតើណាដល់ពេលហើយគាត់បានជាប់អញ្ចឹងវាជារឿងសោកស្ដាយមួយដែរហើយអ្នកខ្លះទៀតគាត់ប្រឹងខ្លាំងមែនតើបែរជាគាត់អាចទទួលបាននៃតេស្តដែលគាត់ចង់បានហ្នឹងហើយវាធ្លាក់
mìnhធ្លាក់ដូចខ្ញុំធ្លាក់តាមកម្រិតnày ពី A មក B អញ្ចឹងតែដល់ពេលអ្នកខ្លះទៀតគាត់ធ្លាក់ពី3កម្រិតអញ្ចឹងណាអញ្ចឹងពេលខ្ញុំមើលឃើញអញ្ចឹងហើយកលេសត្រឡប់មកវិញមកខ្ញុំគិតថាអូ yes អញ្ចឹងបានជាយើងគួរតែអន់ចិត្តមួយផ្លែតតែរីករាយជាមួយលទ្ធផលដែលយើងទទួលបានហ្នឹងទៅអូខេបាទហ្នឹងរឿងទី1